បាទប្រិមិត្តចូលដល់វគ្គទី3ចាវគ្គទី3ភ្លេចវគ្គបងប្អូនឡើយតាសម្រាប់បន្តិចទៅទទួលព័ត៌មានថ្មីមកបន្តដើម្បីឲ្យបងប្អូនតាមដានឲ្យដិតដល់ជាមួយនឹងព្រំដែនរបស់យើងចាក្តៅគ្រប់វគ្គចាចង់ភ្លេចវគ្គណែមិញនេះក្រោយពេលខ្ញុំជាមួយសេនាងនិយាយពីរឿងបុកដែលសម្ដេចតេជោក៏បានបង្ហោះនៅក្នុងเพจផ្លូវការរបស់សម្ដេចឥឡូវនេះមានអ្នកទិញបុកស្រាច់ហ្នឹងមកដល់មកចាមកដល់ស្ថានីយ៍បាត់ហើយក៏មានអ្នកទេបានលោកធីថាជួយជាបុកប្រមាណអញ្ចឹងទៀតហ្នឹងហើយឥឡូវមានអ្នកយកបុកមកដល់ទេចាំចប់មួយវគ្គនេះទៅយកបាទទៅទទួលគាត់មួយផ្លេតឡើងមកបញ្ចប់វគ្គចាបាទហើយនឹងលោកពូនៅថងលោកពូថងនៅផ្សារដេប៉ូប្រាប់មកមិញតាធាយនៅពូជួយ500ទិញបុកអានោះទីឯងតិច$500អូចា$500យក$500រៀលទៅណាអានឹង$500រៀលទៅទុកឲ្យពេទ្យចាគូគាត់បញ្ជាក់គាត់ថាគាត់ជួយជាបុកនេះគាត់ចូលរួមជាមួយនឹងចូលរួមគ្រប់គ្រងការលើកឡើងរបស់សម្ដេចតេជោអញ្ចឹងគាត់ជួយជាបុកអញ្ចឹងអរគុណលោកពូណាលោកពូលីថងនៅផ្សារដេប៉ូ1បាទជួយ$500ដែលទេតាមទូរស័ព្ទឯងតែគាត់ថាអត់ទាន់បានលុយតែគាត់ថាប្រាប់ឲ្យហើយព្រោះលោកពូគាត់ជួយពីមុនញឹកហើយណាចាជួយរហូតគាត់ជួយអញ្ចឹងបងប្អូនអាចជួយបន្តបានដើម្បីខ្ញុំនឹងកំងបុកគេចាហើយកន្លែងបុកបើមានសាច់ទៅហើយជួយប្រាប់ទីតាំងផងតែអត់អីចាំជួបជាមួយនឹងនេះអ្នកដែលផ្ដល់ឲ្យមុខមិញនេះគាត់ទិញនៅណាចាតាមមិញលោកពូនៅផ្សារដេប៉ូមិញគាត់ថាគាត់ជួយបុកហ្នឹង$500ប៉ុន្តែគាត់សុំជាមិនបាច់ដាក់សាច់អីទាំងអស់គាត់សុំដាក់ស្ករសអូខេគាត់ចង់អញ្ចឹងចាសុំស្ករសបាទប្រិមិត្តតោះយើងអាប់ដេតរឿងថ្មីមិញនេះនៅពេលដែលខ្ញុំបានប្រាប់បងប្អូនយើងឲ្យបានជារឿងថៃកំពុងប្លង់សន្ធាប់ជុំដាក់កាស៊ីណូខ្លាំងហើយនឹងតាមន់តាកបីពុំខ្លាំងឥឡូវមុននេះបន្តិចប្រហែលជាម៉ោង9មួយម៉ោងប្រហែលជាម៉ោង9:15នាទីយើងបានសងទៅវិញហើយបាទបានសងទៅវិញមកកញ្ឆេងពីរកញ្ឆេងដែរបាទសងទៅវិញដើម្បីទប់ទល់ពួកគេកំពុងអញ្ជុំខ្លាំងចាបាទសងទៅរៀងស្ងាត់ចាបាទមិញនេះតទៅវិញហើយបាទអូខេហើយនៅច្រកថ្មដាបាទនៅច្រកថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់នៅវេលាម៉ោង9:09នាទីម៉ោង9:09នាទីថៃចាប់ដើមផ្លោងចូល2គ្រាប់បាទកាភ្លើងធំបាទផ្លោងចូល2គ្រាប់មិញហ្នឹងមុនហ្នឹងបាទសូមជម្រាបជូនអាប់ដេតបន្ថែមបងប្អូនដោយសារតែក្រុមការងារយើងបានទទួលព័ត៌មានច្បាស់ការមួយចាបាទនេះអាប់ដេតបងប្អូនដឹងហើយតែបន្តិចទៀតខ្ញុំជួបជាមួយនឹងក្រុមការងារខ្ញុំនៅខេត្តឧត្តរមានជ័យដើម្បីរាយការណ៍នឹងផ្ទាល់បាទមួយទៀតបងប្អូនផ្ញើមកខ្ញុំរឿងតាក់តងបុកគាត់ច្រើនបុករឿងចាមានប្រិមិត្តមកច្រើនទៅប្រិមិត្តគាត់ថាចាំបន្តិចចាបាទខ្ញុំយករឿងថ្មីឲ្យបងប្អូនដឹងសិនណាចាបាទហើយកងទ័ពរបស់យើងមានសេចក្តីសុខហើយយើងក៏មានគេហៅថាសមត្ថភាពទប់ទល់មិនមែនទប់ទល់ទប់ស្កាត់វាកំតិចសត្រូវឈ្លានពានយ៉ាងមុំបងប្អូនយ៉ាងខ្លាំងក្លាបំផុតហើយបើតាមខ្ញុំទទួលព័ត៌មានដូចជាសត្រូវរបស់យើងកំពុងតែធន់ធរចាបាទធន់ធរនឹងសូមជម្រាបបងប្អូនឲ្យដឹងខ្លះតែតួលេខលម្អិតអានឹងមានតែក្រសួងការពារជាតិទេខ្ញុំអត់មានអីដែលត្រូវនេះហើយក៏សូមអធិស្ឋានបងប្អូនតាក់ទងជាមួយនឹងរូបភាពកងកម្លាំងយើងអាវុធដែលយើងធ្វើបាញ់កន្លែងដែលធ្លាក់អីច្រើនកន្លែងលន់លៀនឋាននឹងអីអានឹងអត់ទេណាសូមអធិស្ឋានចាហើយបងប្អូនអ្នកលេងក្នុងបណ្ដាញសង្គមក៏ត្រូវតែមានការយល់អំពីបញ្ហាទាំងអស់នេះណាហ្នឹងហើយដើម្បីកុំឲ្យសត្រូវឈ្លានពានរបស់យើងគេចាប់បានព្រោះក្នុងសម័យបច្ចេកវិទ្យាចាអរគុណប្រិយមិត្តយើងរងចាំតភ្ជាប់បណ្ដាញទូរស័ព្ទទៅកាន់សហការីយើងនៅតាមបណ្ដាខេត្តបន្តទៀតដើម្បីឲ្យគាត់បានរាយការណ៍ពីទីតាំងជាក់ស្ដែងទស្សនវិជ្ជាជាក់ស្ដែងដែលកំពុងតែកើតឡើងបាទខ្ញុំតាក់ទងទៅក្រុមការងារខ្ញុំនៅខាងខេត្តឧត្តរមានជ័យលោកប៊ុនថេតដើម្បីឲ្យគាត់និយាយនៅតំបន់ដែលគាត់កំពុងតែឈរជើងនោះតើមានអីកើតឡើងហើយកំពុងតែផ្ទុះតទៅទៀតឬយ៉ាងម៉េចខ្ញុំជួបលោកប៊ុនថេតឥឡូវលោកប៊ុនថេតបាទជំរាបសួរ
បាទឥឡូវជំរាបសួរលោកធាននិងក្រុមការងារក៏ដូចជាទូទស្សនិកជនដែលកំពុងតាមដានលើកញ្ចក់ទូទស្សន៍នៅថ្ងៃទី10ព្រឹកខែធ្នូឆ្នាំ2025នេះផងដែរបាទលោកប៊ុនថេតយើងចូលសំខ្លឹមសារសាច់រឿងតែម្ដងសម្រាប់ម៉ោងដែលលោកកំពុងតែនិយាយនេះគឺម៉ោង 9:26 នាទីឥឡូវម៉ោងនេះលោកមានបានឮសំឡេងអាវុធនៅតាមព្រំដែនកំពុងតែផ្ទុះដែរទេឥឡូវនេះបាទសូមជម្រាបលោកប្រធានទៅវិញថាឥឡូវដែលម៉ោងកំពុងតែខ្ញុំឆ្លើយតបទៅនឹងលោកប្រធាននេះគឺសំឡេងនៃការផ្ទុះអាវុធនៅសមរភូមិព្រំដែននៅក្នុងភូមិសាស្ត្រខេត្តដរបញ្ជ័យនៅតែបន្តឮទេហើយវាឮជាងតាំងពីម្សិលមិញយើងគិតតាំងពីតែខ្ញុំទទួលបានខ្ញុំងើបឡើងខ្ញុំស្ដាប់សំឡេងចេញពីព្រំដែនមកតាំងពីម៉ោង 5 ជាងហើយលោកប្រធានបាទហើយមុននេះបន្តិចមានប្រិមិត្តគាត់ក៏សួរមកខ្ញុំក៏បាននិយាយខ្លីហើយដែរហើយខ្ញុំក៏បានទទួលព័ត៌មានពីនោះមកច្បាស់ការដែរក៏និយាយតិចទៅហើយវគ្គទី1វគ្គទី3តើជាការពិតអត់ដែលថានៅកាស៊ីណូច្រកអូស្មាច់បាទថាថៃកំពុងតែផ្លោងជញ្ជ្រុំប៉ះចូលកាស៊ីណូរបស់លោកអញ្ញាលីយងផាត់ទៀតហើយតើជាការពិតទេបាទជាការប៉ັດដែរពីព្រោះអីមុននឹងខ្ញុំនៅដែលកំពុងតែឈរជើងនៅទីនេះផ្ទាល់ខ្ញុំបានតំណតំណងទៅខាងយោធាដែលឈរជើងនៅជួរមុខផ្ទាល់ទោះបីតែគាត់កំពុងតែរវល់យ៉ាងណាក៏គាត់នៅឆ្លៀតឆ្លើយតបមកខ្ញុំបាទមកផ្លែតដែរព្រោះអីគាត់ថាឥឡូវផងអើយឥឡូវនេះកំពុងតែខាងថៃវាកំពុងតែបាញ់ប្រហារផ្លងមកលើកាស៊ីណូនៅក្នុងសង្កាត់អូស្មាច់នឹងជាបន្តក្រោយពីយប់មិញហ្នឹងក៏បានផ្លោមកដែរដោយឆេះទាំងកាស៊ីណូមួយទៀតចាក់ដែរឥឡូវនេះគឺក្រើកហ្មងបាទនេះបាទលើសម្លេងនេះលោកទៀតអាចតាមបានណាបាទសម្លេងយើងស្គាល់ទៅវិញប្រិមិត្តចាំផ្ទៀងស្ដាប់សម្លេងយើងដាក់តទៅវិញហ៎បាទពីទាំងពីកញ្ច្រែងហើយទាំងពីនេះមកកញ្ច្រែងទៀតកំពុងតែលឺសសឹកនេះហើយនេះខ្ញុំទៅឈរផ្ទាល់ឡើងតែអញ្ចឹងបានន័យថាមិញនេះគឺយើងដាក់តទៅបន្តវិញមែនទេបាទបើលោកថេតស្ដាប់មើលតើទិសនៅនោះវាមានច្រើនទិសតើយើងស្ដាប់សូរសំឡេងផ្ទុះហ្នឹងព្រោះឥឡូវយើងវាមិនអាចទៅគៀកបានទេទិសមានប្រាសាទតាកបីថ្មដូនតាមនហើយនឹងអូស្មាច់អញ្ចឹងបានន័យថាមួយច្រកហ្នឹងគឺបានផ្ទុះទាំងអស់មែនទេតាមដែលជាក់ស្ដែងដែលខ្ញុំនៅទីនេះផ្ទាល់តាំងពីយើងចង់និយាយថានេះជាលើកទី2ហើយនៃការឆ្លៀនពៀនរបស់ពាក្យទីថៃតាំងពីកំឡុងថ្ងៃទី24កក្កដាឆ្នាំ2025ឥឡូវនេះយើងជាលើកទី2ហើយអញ្ចឹងបើតាមស្ថានភាពដែលខាងកងទ័ពយើងតែតែផ្ដល់ព័ត៌មានមកសឹងតែគ្រប់គោលដៅហើយនៅព្រឹកនេះនៅព្រឹកថ្ងៃទី10ខែធ្នូនេះតាមទូសម្លេងអាវុធចេញពីខាងទឹកដីថៃមកហ្នឹងសឹងតែគ្រប់ចោលហើយបើនិយាយទីតាំងដែលមានប្រមាណដែលខ្ញុំមិនចង់បញ្ចេញទេតែក៏ដឹងថាគ្រប់ទីតាំងដែលទាហានយើងឈរជើងហ្នឹងគឺវាប៉ងមកទាំងអស់បាទឥឡូវយើងក៏លេខទៅមើលរូបភាពដែលលោកថេតថតនេះកំពុងតែ live នេះឃើញដូចជាស្ងាត់ចងុំតែម្ដងចឹងបានន័យថានៅក្នុងទីរួមខេត្តនោះស្ងាត់ចងុំឥឡូវនេះជាក់ស្ដែងខ្ញុំតាមដានតាំងពីថ្ងៃទី8មកគិតថ្ងៃនេះថ្ងៃទី3ហើយថ្ងៃទី10នេះកាន់តែស្ងប់ស្ងាត់តែម្ដងដូចជានៅតាមផ្ទះសំណាក់តាមអាហារដ្ឋានផ្ទះបងប្អូនជាប្រវត្តិជាពិសេសគ្រឹះស្ថាននៃវិការយធធនាគារឯកជននីមួយៗក្រោយពីម្សិលមិញម៉ោងកលៈប្រហែលជាម៉ោង10ជាងហ្នឹងដែលមានក្របដែល S16 របស់ថៃទម្លាក់គៀននៅសាសំឡងបែរថាថ្ងៃនេះគឺអស់ទាំងស្រុងតែម្ដងសឹងតែ 100% ខ្ញុំសូមហ៊ានសន្និដ្ឋានថាអញ្ចឹងព្រោះអីខ្ញុំតាមដាននៅទីនេះស្ទល់មិនដែលដាច់មួយថ្ងៃតាំងពីព្រឹករហូតដល់ល្ងាចរហូតដល់យប់ពាក់ព័ន្ធនឹងការផ្ទុះអាវុធនៅជួរមុខថាស្ងប់ស្ងាត់ឬក៏នៅបន្តពួកខ្ញុំអត់បានទៅណាទេខ្ញុំនៅឈរជើងនៅក្នុងខេត្តឧត្តរមានជ័យនេះស្ទល់តែម្ដងលោកធានតែឥឡូវនេះលោកថេតដល់ពេលស្ងាត់អញ្ចឹងមិនទៅពិបាកទេរកកន្លែងហូបអីកន្លែងណាទិញរបស់របរអីហូបមិនទៅអត់មានទេគេបិទអស់ហើយភាគច្រើនខ្ញុំឥឡូវនេះជាក់ស្ដែងប្រោះផងប្រោះដាំបាយហូបស្មិញអាចជ្រៀតទៅក្នុងផ្សារមានមួយកន្លែងនៅសល់ផងទាសុំចែកផងទាគេបាន10គ្រាប់ហើយតែត្រីខការសល់ពីទុកសង្គ្រាមថ្ងៃដំបូងក៏ចេះតែតមហូបទៅអង្គនោះក៏ចិត្តអស់ទៀតដែរឥឡូវនេះចូលទៅសល់ហើយ10កំប៉ុងម្ដងហើយលោកទានបាទអូអញ្ចឹងលោកថេតឲ្យប្រពន្ធចាក់ចេញពីនោះហើយនៅតែម្នាក់ឯងឥឡូវណាបាទគ្រួសារគាត់បានចាក់ចេញពីកន្លែងដែលរស់នៅជាមួយគ្នាហ្នឹងគាត់បានចេញទៅសៀមរាបហើយនៅតែខ្ញុំតែឯងទេហើយម្ចាស់ផ្ទះ
បន្ទប់ជួលខ្ញុំអីហ្នឹងគឺគាត់ចេញអស់ហើយដូចខ្ញុំហ្នឹងនៅផងស្រីផងឲ្យយាមផ្ទះគេផងដែរព្រោះមិនមែនថាយកតែព័ត៌មានសម្រាប់ផ្សាយជូនគឺផ្ទះឯកជនក៏ដូចជាថ្នាក់ដឹកនាំកម្ពុជានៅលើឲ្យបានដឹងទេខ្ញុំថែមទាំងយាមផ្ទះប្រជាពលរដ្ឋចូលរួមតែជាមួយនឹងអាជ្ញាធរតែសូមបញ្ជាក់ផងដែរថាចំពោះក្នុងខេត្តអនជ័យហើយមានការបញ្ជាសតពីអាដាមអាបាខេត្តគឺកងកម្លាំងយើងគ្រប់ប្រភេទគឺនៅតែល្បាតយាមកាមនិយាយរួមការពារទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋហ្នឹង24ម៉ោងលើ24ម៉ោងគឺខ្ញុំឃើញផ្ទាល់អញ្ចឹងគឺសូមបញ្ជាក់ផងដែរថាបងប្អូនដែលបានទៅនៅដល់ជំរំមណ្ឌលសមត្ថភាពហើយកុំព្រួយបារម្ភព្រោះសមត្ថកិច្ចយើងនិងអាជ្ញាធរយកចិត្តទុកដាក់ចំពោះម៉ោងនេះចំពោះខេត្តឧត្តរមានជ័យក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យកន្លែងណាក៏សង្គ្រាមដែរនៅម៉ោងនេះគឺគ្រប់ពេលវេលាទាំងអស់បាទវាកំពុងតែក្តៅបាទបានន័យថាឥឡូវចៅអត់ទេវារត់ដែរណាចៅរត់ដែរអរគុណលោកបាទចៅនេះខ្ញុំបន្ថែមតិចទៀតសម្រាប់មិនមែនថាចៅទេសំបីតែសត្វពាហនៈឆ្កែហ្មងក៏លឺក្រុមក៏វាផ្អើលដែរបាទខ្ញុំបញ្ជាក់ប៉ុណ្ណឹងបន្ថែមបាទហើយនៅអញ្ចឹងឥឡូវនេះលោកថេតឈរហ្នឹងគឺនៅតែបន្តលឺសំឡេងរហូតមែនទេផ្ទុះបាទនៅតែបន្តរហូតរៀងញាប់ជាងពីម្សិលមិញថ្ងៃនេះអាចនិយាយបានថាវាហើយជាគេតបមកច្រើនហើយព្រោះអីសិលមិញយើងក៏បានតបទៅខ្លះដែរអញ្ចឹងថ្ងៃនេះក៏ដឹងតាមដែលខ្ញុំមិនមែនជាជំនាញក៏ខ្ញុំអាចសន្និដ្ឋានថាអាចនឹងមកច្រើនជាងម្សិលមិញដែរបាទហ្នឹងហើយយើងលឺដោយតិចមើលឃើញដោយភ្នែកហ្នឹងហើយអរគុណលោកថេតបាទអរគុណបាទអរគុណលោកប្រធាននិងក្រុមការងារព្រមទាំងទស្សនៈទស្សនិកជនដែលកំពុងតាមដានលើកញ្ចក់ទូទស្សន៍ហងមាននៅទូទាំងប្រទេសផងដែរបាទសូមអរគុណនិងសូមគោរពលាបាទអរគុណប្រិមិត្តដែលបានស្ដាប់ការរាយការណ៍មិញលឺហើយរាយការណ៍បដាលឺសំឡេងគ្រាប់ក្របយើងសងទៅវិញចេញទៅវិញ40កណ្ដុងគឺចេញទៅឆ្វាយវ៉ាវខ្យល់វហ្នឹងទៅម្ដងតែឥឡូវនេះអីដែលចាប់អារម្មណ៍គឺក្រុមការងារយើងគាត់ចិត្តអស់ស្បៀងទៅហើយព្រោះថាបើមានលុយក៏អត់មានអ្នកលក់ឲ្យហូបទៀតតែឥឡូវយើងមានតែស្ថានីយ៍យើងមានជួយផ្ញើមីហើយនឹងឥឡូវប្រហែលជាឲ្យបុកដែរដូចតបដែរទៅប្រើប្រាស់ដូចតបដែរបាទឥឡូវមានគេឲ្យបុកមកប្រហែលជាទៅចែកទៅខាងអ្នកព័ត៌មានយើងខ្លះបាទជួយតបផងអ្នកព័ត៌មានយើងផងព្រោះការងារដូចគ្នាដូចគ្នាហើយស្ដាប់គាត់និយាយមិញគាត់ជួយល្បាតជាមួយអាជ្ញាធរទៀតបាទហើយសូមអំពាវនាវបងប្អូនយើងបន្ថែមទៀតបើសិនជាបងប្អូនចង់ជួយជាបុកនឹងជាអតិភិបគឺបុកបាទហើយបងប្អូនចង់ជួយអាចតំណាក់តំណងមកខាងហងមាសខ្ញុំបានហ្នឹងហើយខ្ញុំនឹងបន្តទទួលហើយនឹងខ្ញុំអត់បានទៅក៏ខ្ញុំឲ្យឡានដឹកជាពិសេសគឺទុកចិត្តទៅលើឡាននេះវិរៈបុនថាគាត់អ្នកដឹកបញ្ជូនទៅដល់កន្លែងណាអាហ្នឹងឥឡូវពីមុនចិត្តតែឥឡូវអាចកន្លែងឆ្ងាយទៅយ៉ាងបាទតែអត់អីឲ្យក្រុមការងារយើងនៅទីនោះមកយកបាទអញ្ចឹងសូមពេលសម្រាប់តិចទៀតសម្រាប់វគ្គទី3ប្រិមិត្តបាទចាំជួបគ្នាវគ្គទី4